ចិញ្ចឹមមាន់3ខែបានលក់ជំរាបសួរបងប្អូនទាំងអស់គ្នាវិលមកកាន់ Channel មាន់ស្រែសាផែតឹងថ្ងៃនេះផងដែរខ្ញុំចង់ធ្វើការបង្ហាញជូនបងប្អូនទាំងអស់គ្នាតាក់ទងនឹងការចិញ្ចឹមមាន់តែ3ខែបានលក់ឲ្យបងកុំភ្លេចជួយ Subscribe Channel YouTube មាន់ស្រែសាផែតឹងម្នាក់មួយផងណាបងដើម្បីឲ្យ admin មានទឹកចិត្តធ្វើវីដេអូចែកជូននឹងបទពិសោធន៍ពិតៗនៅក្នុងកថាមាន់ស្រែសាផែតឹងជូនដល់បងប្អូនទាំងអស់គ្នាចឹងកុំឲ្យវែងឆ្ងាយច្រើនយើងចូលមកដល់សាច់រឿងរបស់យើងវិញចំពោះបងដែលគាត់ចង់ចិញ្ចឹមកូនមាន់រហូតដល់អាយុ3ខែបានលក់ទី1វាតាក់ទងនឹងកត្តា3បងកត្តាទី1ហ្នឹងកត្តាជ្រើសរើសពូជមាន់ទី2កត្តាអនាម័យទី3ហើយនឹងកត្តាចំណីអាហារបងប្អូនចាស់បងចំពោះនឹងកត្តាទី1តាក់ទងនឹងកត្តាការជ្រើសរើសពូជអញ្ចឹងការជ្រើសរើសពូជដំបូងនេះគឺសំខាន់ណាស់បងបើបងអូនគាត់ជ្រើសរើសយកកូនមាន់ទិញមកហើយប៉ុន្តែពេលចិញ្ចឹមទៅវាអត់សូវលូតលាស់ល្អអាហ្នឹងក៏ធ្វើឲ្យមាន់បងហ្នឹងអត់សូវលូតលាស់ដែរដោយសារការទិញកូនមាន់យកមកចិញ្ចឹមហ្នឹងគឺសំខាន់ណាស់បងប្អូនអញ្ចឹងទី1ហ្នឹងបងប្អូនត្រូវតែមើលទៅលើមេបាពូជខាងបងសិនហើយនៅពេលដែលបងគាត់ជ្រើសរើសយកផេកណាមួយដើម្បីទិញកូនមាន់ហើយអញ្ចឹងបងប្អូនគួរតែតាមដានផេករបស់ពួកគាត់សិនថាផេកហ្នឹងដាក់កូនមាន់ជូនភ្ញៀវទៅល្អអត់ពិតអត់ដោយសារខ្ញុំមានភ្ញៀវខ្ញុំឬក៏បងជាច្រើនដែលគាត់បានទិញចំផេកបោកអញ្ចឹងបងប្អូនអាចតាមដានផេកហ្នឹងឲ្យច្បាស់សិនថាពិតអត់អញ្ចឹងណាបងហើយមួយទៀតការទិញកូនមាន់កុំឲ្យចាញ់បោកគេហ្នឹងបងត្រូវតែរៀនសង្កេតមើលទៅលើ feedback ឬក៏ comment ថាផេកហ្នឹងគួរឲ្យទុកចិត្តអត់ហើយមួយទៀតយើងក៏អាចសង្កេតទៅលើកូនមាន់បានដែរកូនមាន់ដោយសារខ្ញុំជាអ្នកចិញ្ចឹមលក់បែបកូនមាន់ហ្មងគឺកូនមាន់ដែលមានសុខភាពល្អគឺកូនមាន់ហ្នឹងលះលហួនពេលចាប់ទៅស្លាប់វាផលហ្មងបងដែលគាត់ចង់ដឹងកូនមាន់សុខភាពល្អមិនអាចចូលទៅមើលផេកមាន់ស្រែសាផេតឹងបានណាគឺខ្ញុំមានផុសបងមួយទៀតរោមរបស់កូនមាន់ហ្នឹងគឺនិយាយទៅស្អាតហ្មងរោមរបស់វាដោះមកស្លូតនិយាយទៅកូនមាន់ដែលសុខភាពល្អរោមរបស់វាដោះមកគឺអត់សើមទេគឺស្ងួតហើយដោះមកវែងឡើងខ្លូតណាអាហ្នឹងតាមបទពិសោធន៍ខ្ញុំរៀនសង្កេតមើលទៅលើកូនមាន់ខ្ញុំដែលកំពុងចិញ្ចឹមជាក់ស្ដែងនេះហ្មងណាបងហើយចំពោះបងដែលគាត់ទៅតែរៀនចិញ្ចឹមមាន់អីបងកុំបាក់ទឹកចិត្តនៅពេលដែលមាន់បងប្អូនមានជំងឺ1 2 3អាហ្នឹងតាមជាទូទៅតែងតែមានឯងបងប្អូនតិចតួចប៉ុន្តែយើងត្រូវធ្វើយ៉ាងណាដើម្បីការពារវាបន្តទៀតកុំឲ្យវារីករាយដាលទៅកូនមាន់ផ្សេងទៀតអញ្ចឹងបងប្អូនអាចចាប់វាបំបែកក៏បានឬក៏បងមានទ្រុងបងអាចដាក់នៅក្នុងទ្រុងព្យាបាលបានណាបងកត្តាទី2គឺកត្តាតាក់ទងទៅនឹងអនាម័យនេះគឺវាទូលំទូលាយបងប្អូនវាផ្ដោតទៅលើចំណុចទួយជាច្រើនទី1ហ្នឹងត្រង់បងប្អូនទុកកូនមាន់ឬក៏មានកម្រាក្រាងការពីក្រមអត់ដល់សិនបងប្អូនចាំមាន់ហើយបរិយាកាសនៅខាងក្នុងហ្នឹងធ្វើឲ្យកូនមាន់បងប្អូនស្មុគស្មាញស្អុះស្អាប់ក៏ធ្វើឲ្យកូនមាន់បងប្អូនអត់សូវលូតលាស់ដែរដោយសារនៅក្នុងហ្នឹងវាមានមេរោគច្រើនអញ្ចឹងទី1បងប្អូនត្រូវតែរៀបចំធុងហ្នឹងឲ្យស្អាតឲ្យត្រូវស្តង់ដារនៃការចិញ្ចឹមមាន់សិនណាបងហើយជាបទពិសោធន៍ខ្ញុំហ្មងជាទូទៅខ្ញុំចិញ្ចឹមកូនមាន់គឺខ្ញុំតែងតែក្រាំងកាមពីក្រោមហើយដោយសារកាមហ្នឹងវាជួយច្រើនណាបងប្អូនវាជួយពេលកូនមាន់ឬក៏មាន់ធំជុះមកវាអត់មានធ្វើឲ្យធំក្លិនអីទេហើយមួយទៀតចំណុចតិចហ្នឹងគឺនៅពេលដែលមានទឹកពេលយើងចិញ្ចឹមមាន់វាតែងតែរត់បុកគ្នាអញ្ចឹងធ្វើឲ្យកតោទឹកបងវាកពុបអញ្ចឹងនៅពេលតែកពុបបងប្អូនត្រូវតែយកអីចុកចេញឲ្យស្អាតកុំទុកវានៅក្នុងហ្នឹងបើទុកធ្វើឲ្យកន្លែងហ្នឹងវាសើមធ្វើឲ្យវាបង្កើតទៅជាមេរោគនៅក្នុងទ្រុងមាន់ហ្នឹងបងមួយវិញទៀតគឺការផ្លាស់ប្ដូរអង្កាមយើងបដូរនៅពេលដែលវាឡើងជាពណ៌ខ្មៅហើយមានក្លិនហើយនឹងសើមអាហ្នឹងគឺយើងត្រូវបដូរចេញឲ្យបងហើយនឹងយើងរៀនសង្កេតទៅលើមាន់ទៀតលើលិមុខមាន់ទៀតថាពេលពួកវាជុំមកហ្នឹងវាមានរាកសរាកខៀវឬក៏ដូចជាទឹកអង្តែអីអត់ចឹងណាបងអញ្ចឹងយើងរៀនសង្កេតមើលទៅលើ
លិមួកមន់ទៀតហើយចំពោះការអនាម័យទៅលើកតោដាក់ចំណីមន់ឬក៏កតោទឹកមន់និយាយទៅយើងសម្អាតវារាល់ថ្ងៃឬក៏2ថ្ងៃម្ដងក៏បានដែរបើបងប្អូនអត់មានពេលតែចំពោះខ្ញុំចំពោះកូនមន់គឺខ្ញុំសម្អាតជារៀងរាល់ថ្ងៃហ្មងណាបងចំពោះកត្តាទី3តកតងនឹងកត្តាចំណីអាហារហ្នឹងគឺចង់សម្ដៅទៅលើបើកូនមន់គឺអាយុ21ថ្ងៃចុះក្រោមគឺយើងឲ្យស៊ីចំណីសម្រាប់ទេឬក៏អាចទៅដល់អាយុ30ថ្ងៃយើងឲ្យស៊ីចំណីកូនមន់ណាបងបន្ទាប់មកទៀតបានយើងអាយុ1ខែកន្លះអីគឺយើងចាប់ផ្ដើមផ្សំចំណីឲ្យវាស៊ីហើយចំពោះការផ្លាស់ប្ដូរចំណីឬក៏ការផ្សំចំណីនេះគឺចំពោះកូនមន់បទពិសោធន៍ក្នុងកឋានខ្ញុំហ្មងទី1ហ្នឹងគឺខ្ញុំអត់អាចផ្ដាច់វាទាំងអស់ទេគឺខ្ញុំអាចលាយចំណីកូនមន់ខ្លះដាក់យើងផ្សំជាមួយអីគឺយើងដាក់ឲ្យវារៀនស៊ីម្ដងបន្តិចរហូតដល់វាចេះស៊ីអាហ្នឹងយើងអាចផ្ដាច់ចំណីកូនមន់យើងដាក់ចំណីធំឲ្យវាស៊ីបានហើយចំពោះការថែមចំណីកូនមន់គឺយើងត្រូវឲ្យវាស៊ីច្រើនដងបងប្អូនដោយសារកូនមន់វានៅក្នុងការលូតលាស់ហើយបើតាក់ទងនឹងមាត់បងប្អូនធំហើយអញ្ចឹងយើងត្រូវឲ្យវាស៊ីឲ្យបានគ្រប់គ្រាន់ដូចគ្នាបើបងប្អូនឲ្យវាស៊ីតិចពេកធ្វើឲ្យកូនមន់ឬក៏មន់ធំហ្នឹងវាអត់សូវលូតលាស់ដូចគ្នាវាស្គមអត់សូវធាត់មានខ្លាញ់ច្រើនអញ្ចឹងណាបងនិយាយទៅកតាវាបន្តិចហ្នឹងធ្វើឲ្យកូនមន់ឬក៏មន់បងប្អូនវាអត់សូវលូតលាស់ទេហើយបងត្រូវដឹងមួយទៀតថាតើមន់ហ្នឹងវាត្រូវការចំណីអីខ្លះដើម្បីឲ្យវាលូតលាស់ទៅលឿនទី1គឺចំណីអាហារដែលមានប្រូតេអ៊ីនហ្នឹងវាមានទៅលើដូចជាជលេនចកបាយទាឬក៏ចកអាសូឡាបងទី2អាហារសម្បូរដោយថាមពលហ្នឹងមានទៅក្នុងពោតចុងអង្គកតួការដូងជាដើមណាបងទី3គឺវីតាមីនហ្នឹងមាននៅក្នុងរុក្ខជាតិ3តងដូចជាស្លឹកបាសកធំថេតស្មៅតកួនទី4ចុងក្រោយហ្នឹងគឺសារជាតិរ៉ែហ្នឹងគឺវាសំខាន់មាននៅក្នុងសវកខ្យងសវកក្រុមក្តាមត្រីអំបិលជាដើមណាអញ្ចឹងចាំមើលវីដេអូក្រោយខ្ញុំនឹងបញ្ជាក់ថាវីតាមីនទាំង4មុខហ្នឹងវាជួយអីខ្លះមានសារៈប្រយោជន៍អីខ្លះដែលធ្វើឲ្យមាន់ហ្នឹងវាមានការលូតលាស់លឿនបើបងមានបទពិសោធន៍ខុសពីខ្ញុំបងប្អូនអាចcomment នៅក្រោមវីដេអូនេះបានដើម្បីចែកឲ្យបងប្អូនយើងគាត់មានចំណេះដឹងថ្មីបន្តទៀតអរគុណច្រើនបងប្អូនទាំងអស់គ្នា